ស្រមៃមើលតើអ្នកហ៊ានមុជចុះទៅក្នុងរណ្តៅសមុទ្រដ៏ខ្មៅងងឹតដែលមានជម្រៅជាង120ម៉ែត្រនិងគ្មានពន្លឺព្រះអាទិត្យចាំងចូលដល់សូម្បីតែបន្តិចដែរឬទេស្ថិតនៅកណ្ដាលសមុទ្រខៀវស្រងាត់នៃប្រទេសបេលីសមានរណ្តៅយក្សមួយឈ្មោះថា Great Blue Hole វាត្រូវបានគេចាត់ទុកថាជាបាតដីស្រុតដ៏គួរឲ្យព្រឺព្រួចនិងអាថ៌កំបាំងបំផុតមួយនៅលើផែនដីតើមានអ្វីខ្លះលាក់ខ្លួននៅបាតរណ្តៅនេះហើយហេតុអ្វីបានជាអ្នកមុជទឹកជាច្រើនត្រូវបាត់បង់ជីវិតនៅទីនោះចំណេះដឹង3នាទីនឹងនាំអ្នកមកស្វែងយល់ទាំងអស់គ្នានៅក្នុងវីដេអូថ្ងៃនេះ Great Blue Hole មានមុខកាត់រហូតដល់400ម៉ែត្រនិងជម្រៅ125ម៉ែត្រកាលពី2000ឆ្នាំមុនក្នុងសម័យកាលយុគតកទីនេះមិនមែនជារណ្តៅទឹកសមុទ្រទេប៉ុន្តែវាជារូងភ្នំថ្មកំបោរនៅលើគោកតែនៅពេលទឹកកករលាយកម្រិតទឹកសមុទ្របានកើនឡើងរំលាយពីដើមរូងភ្នំឲ្យស្រុតចុះហើយទឹកសមុទ្របានហូរចូលលិចលង់ទីនេះទាំងស្រុងបង្កើតបានជារណ្តៅសមុទ្រពណ៌ខៀវចាស់ដ៏អស្ចារ្យដូចដែលយើងបានឃើញនៅថ្ងៃនេះទោះបីជាវាជាឋានសួគ៌សម្រាប់អ្នកមុជទឹកប៉ុន្តែ Great Blue Hole ក៏ជាតំបន់មរណៈផងដែរនៅពេលដែលអ្នកមុជចុះទៅដល់ជម្រៅប្រហែល90ម៉ែត្រអ្នកនឹងជួបស្រទាប់អាប់ពុលមួយឈ្មោះថា Hydrogen Sulfide ស្រទាប់គីមីនេះបានកាត់ផ្តាច់ពន្លឺព្រះអាទិត្យនិងអុកស៊ីហ្សែនទាំងស្រុងខាងក្រោមស្រទាប់នេះគ្មានត្រីគ្មានផ្កាយសមុទ្រនិងគ្មានជីវិតអ្វីអាចរស់នៅបានឡើយវាជាពិភពងងឹតសូន្យឈឹងហើយសូម្បីតែសាកសពរបស់អ្នកមុជទឹកដែលធ្លាប់បាត់ខ្លួនកាលពីអតីតកាលក៏ត្រូវគេរកឃើញថានៅរូបរាងរក្សាដដែលព្រោះគ្មានបាក់តេរីរលួយឡើយកាលពីឆ្នាំ2018មហាសេដ្ឋី Richard Branson ជាមួយក្រុមរុករកបានបើកនាវាមុជទឹកទំនើបចុះទៅដល់បាតនៃ Great Blue Hole ជម្រៅ125ម៉ែត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគេបានរកឃើញរូងភ្នំថ្មកំបោរយក្សដែលមានអាយុកាលរាប់ម៉ឺនឆ្នាំប៉ុន្តែអ្វីដែលគេធ្វើឲ្យរន្ធត់ចិត្តគ្រប់គ្នានោះគឺបាតសមុទ្រដ៏ជ្រៅនិងអាថ៌កំបាំងនេះគេបានរកឃើញដបផ្លាស្ទិកនិងសំរាមដែលមនុស្សបានបន្សល់ទុកនេះជាភស្តុតាងបង្ហាញថាសំរាមរបស់មនុស្សបានជ្រាបចូលទៅដល់កន្លែងណាដែលឆ្ងាយបំផុតនៃផែនដីទៅហើយ Great Blue Hole មិនត្រឹមតែជាអភូតហេតុធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏ជារូបភាពរំលឹកយើងអំពីអំណាចនៃធម្មជាតិនិងការការពារបរិស្ថានផងដែរតើបងប្អូនហ៊ានមុជទឹកចូលទៅក្នុង Great Blue Hole នេះដែរឬទេជួយខមមិនម្នាក់មួយប្រាប់ខ្ញុំផងប្រសិនបើបងប្អូនចូលចិត្តវីដេអូចំណេះដឹងផ្លែផ្លែបែបនេះកុំភ្លេចចុច Like Share និង Subscribe ព្រមទាំងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ